និទានរឿងមុនចូលគេងសូមជូនរឿងម្ដាយក្មេកស្អប់កូនប្រសាអ្នកក្រសុភាជាក្មេងស្រីកំព្រារស់នៅជាមួយជីដូននៅក្នុងផ្ទះតូចមួយជីវិតរបស់នាងពោរពេញទៅដោយការលំបាកពេលថ្ងៃឡើងនាងទៅលក់បន្លែហើយពេលយប់ដេរសម្លៀកបំពាក់ដើម្បីរកប្រាក់ព្យាបាលជីដូនចាស់នៅថ្ងៃមួយវិសាលបានជួបជាមួយនឹងសុភាដែលជាកូនប្រុសគ្រួសារអ្នកមានវិសាលមិនដែលមើលងាយអ្នកក្រទេគេកោតសរសើរចំពោះភាពស្មោះត្រង់និងចិត្តល្អរបស់សុភាក្រោយពេលពួកគេបានស្គាល់គ្នាជាង1ឆ្នាំពួកគេក៏សម្រេចចិត្តរៀបការប៉ុន្តែអ្នកស្រីរតនាដែលត្រូវជាម្ដាយរបស់វិសាលខឹងយ៉ាងខ្លាំងព្រោះគិតថាសុភាគឺជាកូនអ្នកក្រហើយអ្នកស្រីរតនាបាននិយាយទៅកាន់សុភាថាអ្នកក្រគ្មានសិទ្ធិចូលមកនៅក្នុងគ្រួសារខ្ញុំទេនាងព្យាយាមគ្រប់វិធីដើម្បីរារាំងប៉ុន្តែវិសាលនៅតែចង់រៀបការជាមួយសុភានៅថ្ងៃមង្គលការម្ដាយក្មេកមិនញញឹមសូម្បីតែបន្តិចបន្ទាប់ពីរៀបការរួចសុភាចូលទៅរស់នៅក្នុងផ្ទះធំជីវិតដែលនាងស្រមៃថានឹងមានសុភមង្គលបែរជាคล้ายទៅជាដូចនៅនរកអ្នកស្រីរតនាមិនអនុញ្ញាតឲ្យសុភាអង្គុយញ៉ាំបាយក្នុងតុអាហាររួមជាមួយគ្រួសារទេហើយនាងនិយាយទៀតថាអ្នកក្រត្រូវស្គាល់កន្លែងរបស់ខ្លួនសុភាត្រូវញ៉ាំអាហារនៅផ្ទះបាយជារៀងរាល់ថ្ងៃនៅព្រឹកឡើងត្រូវបោសផ្ទះលាងចានបោកខោអាវសម្អាតសួនច្បារដោយគ្មានអ្នកណាអាណិតនាងសោះហើយវិសាលក៏មិនបានដឹងពីរឿងរបស់ប្រពន្ធដែរព្រោះវិសាលត្រូវចេញទៅធ្វើការតាំងពីព្រលឹមរហូតទល់ព្រលប់ទើបត្រឡប់មកផ្ទះវិញអ្នកស្រីរតនាតែងតែយកសុភាទៅប្រៀបធៀបនឹងចន្ទីដែលជាកូនស្រីអ្នកមាននៅក្នុងភូមិនាងបាននិយាយថាបើកូនខ្ញុំរៀបការជាមួយចន្ទីគ្រួសារខ្ញុំនឹងកាន់តែមានមុខមាត់នៅក្នុងភូមិនេះចំណែកឯចន្ទីវិញក៏ចូលរួមបង្អាប់សុភាដូចគ្នានាងសើចហើយមើលងាយមើលថោកនិងមើលទៅលើសម្លៀកបំពាក់របស់សុភានាងបាននិយាយទៅកាន់សុភាថាអ្នកក្រទោះស្លៀកពាក់អ្វីក៏នៅតែជាអ្នកក្រដែរសុភាវិញគ្រាន់តែញញឹមទាំងទឹកភ្នែកនៅថ្ងៃបន្តបន្ទាប់អ្នកស្រីរតនាបានរៀបចំឲ្យចន្ទីចូលទៅជិតវិសាលពេលវិសាលទៅធ្វើការនៅខេត្តអ្នកស្រីរតនាតែងតែប្រាប់ទៅសុភាថាកូនខ្ញុំទៅធ្វើការនៅខេត្តជាមួយនឹងចន្ទីរីឯសុភាវិញនាងឈឺចាប់ខ្លាំងណាស់ព្រោះឮថាស្វាមីទៅជាមួយស្រីផ្សេងនាងយំស្ទើររាល់យប់ដោយសារតែនាងមិនដឹងរឿងអ្វីទាល់តែសោះគិតថាប្តីខ្លួនទៅជាមួយគេហើយប៉ុន្តែការពិតវិញវិសាលទៅធ្វើការតែម្នាក់ឯងទេអ្នកស្រីរតនាគ្រាន់តែចង់ឲ្យសុភាចាកចេញពីកូនខ្លួនតែប៉ុណ្ណោះនៅថ្ងៃមួយនៅក្នុងផ្ទះរបស់អ្នកស្រីរតនាមានរឿងឆោឡោមួយកើតឡើងដោយខ្សែកមាសតម្លៃថ្លៃខ្លាំងរបស់អ្នកស្រីរតនាបានបាត់ហើយនាងបានស្រែកឆោឡោពេញផ្ទះនាងស្រែកថាច្បាស់ជានាងលួចហើយសុភាគ្មានភ័ស្តុតាងប៉ុន្តែគ្រប់គ្នាជឿអ្នកស្រីរតនា
សុភាត្រូវគេឆែកបន្ទប់នាងយំទាំងអស់សង្ឃឹមហើយនៅទីបំផុតខ្សែកក៏ត្រូវបានរកឃើញនៅក្នុងបន្ទប់ចន្ទីទៅវិញចន្ទីជាអ្នកលាក់ដើម្បីបង្ខូចគេឈ្មោះសុភាអ្នកស្រីរតនានៅតែមិនសុំទោសហើយនៅតែស្ដីបន្ទោសឲ្យសុភាដដែលនៅថ្ងៃមួយជីដូនមួយរបស់សុភាបានធ្លាក់ខ្លួនឈឺធ្ងន់សុភាសុំទៅមើលតែអ្នកស្រីរតនាបដិសេធនាងថាការងារផ្ទះសំខាន់ជាងមិនឲ្យឯងទៅទេសុភាព្យាយាមសុំវិសាលមកតែបានទៅវិញតែពេលទៅចាប់ដើមជីដូនមួយបានទៅលើម្ដាយរបស់ខ្លួនបាត់ទៅហើយដោយឃើញប្រពន្ធអង្គុយយំអោបសពជីដូនមួយយ៉ាងខ្លាំងមិនស្រស់បោះនាងស្ដាយក្រោយណាស់ដែលមិនបានមកជួបកាមេរ៉ាសុវត្ថិភាពក្រោយដើម្បីមើលគ្រប់សកម្មភាពនៅក្នុងផ្ទះហើយពេលនោះវិសាលក៏បានឃើញគ្រប់យ៉ាងថាម្ដាយបានធ្វើបាបសុភារីឯចន្ទីវិញជាអ្នករៀបផែនការដើម្បីបង្កាច់បង្ខូចទៅលើសុភានៅពេលនោះវិសាលខឹងខ្លាំងណាស់ហើយគាត់និយាយថាអ្នកដែលខ្ញុំស្រឡាញ់គឺសុភាមិនមែនទ្រព្យសម្បត្តិទេសូមអ្នកទាំងអស់គ្នាចងចាំប្រពន្ធខ្ញុំមានតែម្នាក់គត់គឺឈ្មោះសុភាបន្ទាប់ពីវិសាលធ្វើការស្រែកប្រកាសយ៉ាងខ្លាំងហើយក៏ស្ងាត់រឿងចន្ទីមួយរយៈធំហើយអ្នកស្រីរតនាក៏បានទៅរកស៊ីវិនិយោគជាមួយមិត្តភ័ក្តិដែលមិនស្មោះត្រង់ប្រាក់ទាំងអស់របស់គេត្រូវបានមិត្តភ័ក្តិបោកប្រាស់ផ្ទះនិងក្រុមហ៊ុនក៏ជិតខ្សែធនដែរមិត្តភ័ក្តិដែលធ្លាប់តែពឹងពាក់អ្នកស្រីរតនាក៏បានបាត់អស់នៅពេលនោះព្រោះគេឃើញអ្នកស្រីរតនាធ្លាក់ដុនដាបអស់លុយកាក់ទៅហើយអ្នកស្រីរតនាលំបាកបំផុតនោះតែខ្លាំងមានតែសុភាទេនិយាយដែលនៅក្បែរអ្នកស្រីរតនាបំផុតម៉ែខុសហើយមិនដែលខឹងម៉ែមើលមនុស្សទាំងលើទ្រព្យសម្បត្តិក្មេកទៀតផងម៉ែមិនដែលមើលបេះដូងរបស់អលង្ការតែមួយគត់របស់ខ្លួនលើកម្ដាយក្មេកឡើងគ្រួសារនាងអោបគាត់ឯអ្នកស្រីរតនាក៏ភ្ញាក់ផ្អើលខ្លាំងមែនតែនវិសាលក៏ស្រក់ទឹកភ្នែកមើលជាមួយក្តីរំចិត្តល្អរបស់សុភាមានស្នាមញញឹមមុននៅទឹកមុខហើយអ្នកស្រីរតនាក៏យំខ្លាំងហើយនិយាយថានៅពេលដែលសុកូននៅជួយម្ដាយក្មេកសុភាត្រូវឆ្លើយទាំងញញឹមហើយនឹងយល់ចិត្តជាម្ដាយរបស់ប្តីខ្ញុំនៅប៉ុន្មានឆ្នាំក៏ដូចជាម្ដាយខ្ញុំដែរគ្រួសាររបស់គេក៏រស់នៅយ៉ាងសាមញ្ញប៉ុន្តែពោពេញដោយក្តីស្រឡាញ់អ្នកស្រីរតនាលែងមើលងាយអ្នកក្រនាងតែងជួយអ្នកខ្វះខាតហើយក៏តែងតែលើកទឹកចិត្តអ្នកក្រទៀតផងសុភាបង្កើតមជ្ឈមណ្ឌលជួយស្ត្រីក្រីក្រនិងកុមារកំព្រាដើម្បីឲ្យពួកគេមានឱកាសចាប់ផ្ដើមជីវិតថ្មីថ្ងៃមួយអ្នកស្រីរតនានិយាយទៅកាន់ចៅថាមនុស្សយើងមានតម្លៃមិនមែនដោយសារលុយទេចៅតែដោយសារទឹកចិត្តល្អនិងការអត់ធ្មត់ពីមុនយាយធ្លាប់ធ្វើខុសធ្ងន់ណាស់នៅក្នុងជីវិតតែសំណាងហើយដែលមានកូនប្រសាមិនយកគំនុំគុំទុកក្នុងចិត្តដូចម្ដាយរបស់ចៅបន្ទាប់ពីការយោគយល់និងការបង្ហាញក្តីស្រឡាញ់ពីក្នុងចិត្តរៀងខ្លួនក្រុមគ្រួសាររបស់អ្នកស្រីរតនានិងសុភាក៏คล้ายជាក្រុមគ្រួសារគំរូនៅក្នុងភូមិហើយពោពេញទៅដោយសុភមង្គលនិងស្នាមញញឹមលាយឡំជាមួយសំឡេងក្មេងៗសើចសប្បាយពេញផ្ទះនេះគឺជាសារបញ្ជាក់និងអប់រំខ្លីៗសូមកុំវាយតម្លៃមនុស្សតែទ្រព្យសម្បត្តិអ្នកក្រអាចគ្មានលុយប៉ុន្តែមានបេះដូងដ៏ថ្លៃថ្នូរ
ការអត់ធ្មត់សេចក្តីស្រឡាញ់និងការអភ័យទោសគឺជាអំណាចដែលអាចផ្លាស់ប្ដូរមនុស្សនិងគ្រួសារទាំងមូលបាន